ខ្ញុំចង់ដោយសង្ខេបគឺសូមអរគុណនិងកោតសរសើរចំពោះអេដាមហើយសួរក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំនៅសម្រាប់កិច្ចការងារប្របាទនេះហើយត្រូវបន្តនៅការងារសេសសល់ដើម្បីធ្វើយ៉ាងណាឲ្យយើងកាន់តែរីកចម្រើនបន្តទៀតសមិទ្ធផលកាន់តែបានបន្ថែមទៀតជូនបងប្អូនកម្មករកម្មការនេះយើងនៅទូទាំងប្រទេសជំហានគិញគក់ក៏បានឲ្យតែលោតទៅមុខកុំលោតថយក្រោយបាទហើយលោតត្រូវចំទិសដៅកុំលោតធ្លាក់ចូលក្នុងជ្រោះស្លាប់បាទលោតមិនងាយទេទាញវិនិយោគបង្កើតភាពទុកចិត្តមិនងាយទេត្រូវថែរក្សាឲ្យបានត្រូវធានាឲ្យបានត្រូវបន្តបញ្ជូនសមិទ្ធផលតិចតិចក៏ដោយត្រូវតែបន្តទៅមុខយើងអ្នកធ្វើមិនស្រួលទេអ្នកថាគេថាលឿនដែរបាទប៉ុន្តែយើងអ្នកធ្វើនៅទីនេះបងប្អូនមួយថ្ងៃពីព្រឹកតលតែល្ងាចជំនន់តាដេក៏អាវធ្វើបានប្រមាណអ្នកខ្លះគ្រាន់តែចូលមើលធ្វើបានតែប៉ុណ្្នឹងខ្ញុំធ្វើមួយពេក1ម៉ោងបានប៉ុណ្ណេះធ្វើទៅតែយើងត្រូវមោទនភាពនៅអ្វីយើងធ្វើបានហើយរួមគ្នាថែរក្សានិងបង្កើតបន្ថែមទៀតជូនប្រទេសជាតិប្រជាជនរបស់យើងជាពិសេសនៅក្នុងវិស័យការងារគឺកម្មករកម្មការនេះនយោជិតរបស់យើងឲ្យបានច្រើនបាទសូមបន្តធ្វើកិច្ចការងារ